សារលិខិតអបអរសាទរសូមគោរពជូនសម្ដេចពិជ័យសេនាធិបញ្ញឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវតៅទឿនទាបាញ់សម្ដេចពិជ័យសេនានិងលោកជំទាវជាទីគោរពដ៏ខ្ពង់ខ្ពស់យើងខ្ញុំទាំងអស់គ្នាជាឋានៈដឹកនាំនិងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងព័ត៌មានសូមគោរពសម្ដែងនៅសេចក្តីសោមនស្សរីករាយនិងសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅក្នុងឱកាសដ៏វិសេសវិសាលនៃគម្រប់ខួបអាពាហ៍ពិពាហ៍50ឆ្នាំរបស់សម្ដេចពិជ័យសេនានិងលោកជំទាវដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី24ខែមេសាឆ្នាំ2025ខាងមុខនេះយើងខ្ញុំទាំងអស់គ្នាសូមកោតសរសើរដ៏ស្មោះចំពោះដំណើរជីវិតអាពាហ៍ពិពាហ៍ដ៏ឧត្តមរបស់សម្ដេចពិជ័យសេនានិងលោកជំទាវដែលសមិទ្ធផលនៃចំណងអាពាហ៍ពិពាហ៍ប្រកបដោយសុភមង្គលភាពជាគំរូនៃគូព្រេងព្រឹត្តនិងប្រសូតបានជាកូនជាចៅដែលជាធនធានមនុស្សដ៏ល្អនិងមានតម្លៃសម្រាប់ក្រុមគ្រួសារនិងសង្គមជាតិក្នុងឱកាសប្រកបដោយអត្ថន័យដ៏ជ្រាលជ្រៅនេះយើងខ្ញុំទាំងអស់គ្នាសូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំង3ទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជាវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមជួយថែរក្សាប្រោះព្រំសពសាធុការពរជ័យមហាប្រសើរជូនចំពោះសម្ដេចពិជ័យសេនានិងលោកជំទាវព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់និងសូមប្រកបដោយពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយសូមសម្ដេចពិជ័យសេនាទាបាញ់ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងលោកជំទាវតៅទឿនទាបាញ់មេត្តាទទួលនៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់និងអភិវឌ្ឍនាការដ៏ស្មោះស្ម័គ្របំផុតពីយើងខ្ញុំទាំងអស់គ្នាថ្ងៃពុធ11រោចខែចែកឆ្នាំអាសាញ់សពស័កពុទ្ធសករាជ2568រាជធានីភ្នំពេញថ្ងៃទី23ខែមេសាឆ្នាំ2025តំណាងឋានៈដឹកនាំនិងមន្ត្រីរាជការនៃក្រសួងព័ត៌មានរដ្ឋមន្ត្រីហត្ថលេខានិងត្រានេតភក្ត្រា